ជំរាបសួរអ្នកសិស្សបង្កើតទាំងអស់គ្នាថ្ងៃនេះយើងមកតាមដាននៅករណីគិតកម្មមួយទៀតហើយដែលករណីនេះគឺប្លែកពីករណីរាល់ដងហើយចង់ដឹងថាវាប្លែកប៉ុណ្ណាហើយខូនណានរបស់យើងអាចដោះស្រាយវាបានដែរឬទេសូមអ្នកទាំងអស់គ្នាចាំទៅតាមដានជាមួយខ្ញុំប៉ុន្តែមុននឹងទៅតាមដានសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និង Like Comment ផងហើយកុំឲ្យខាត់ពេលយូរតើយើងទៅតាមដានសាច់រឿងទាំងអស់គ្នាដែលសាច់រឿងចាប់ផ្ដើមនៅវគ្គនេះយើងឃើញថាខូណាននិងរ៉ានត្រូវបានសូណូកូអញ្ជើញទៅកាន់ផ្ទះវីឡារបស់គ្រួសារនាងនៅតំបន់ភ្នំក្នុងខេត្តគូម៉ាដើម្បីមើលស្លឹកឈើជ្រុះនិងជួបជាមួយបងស្រីរបស់សូណូកូព្រមទាំងមិត្តភ័ក្តិចាស់ៗមួយចំនួនរបស់នាងផងដែលដំបូងឡើយពួកគេបានវង្វេងផ្លូវដោយសារតែរ៉ានមិនសូវស្គាល់ទិសតំបន់ប៉ុន្តែពួកគេក៏បានរកឃើញផ្លូវហើយមកដល់ខាងមុខស្ពានមួយនៅពេលពួកគេកំពុងតែដើរទៅមុខពួកគេក៏បានឃើញបរិសុទ្ធចម្លែកម្នាក់ដែលរមុខដោយបង់រំរបួសនិងពាក់អាវធំពណ៌ខ្មៅដើរឆ្លងកាត់ស្ពានហើយពេលពួកគេបានឃើញគាត់ក៏បានងាកមកមើលក្រោយធ្វើឲ្យពួកគេភ្ញាក់ផ្អើលជាមួយនឹងមុខមាត់និងការសម្លឹងរបស់គាត់ហើយគាត់ក៏ប្រញាប់រត់គេចទៅខាងក្រោយផ្ទះបាត់ទៅបន្ទាប់ពីនោះរ៉ាននិងខូណានក៏ត្រូវបានទទួលស្វាគមន៍ដោយសូណាកូប៉ុន្តែនាងហាក់ដូចជាខកចិត្តបន្តិចដោយសារតែមានខូណានមកជាមួយនាងដែលធ្វើឲ្យនាងមិនអាចញ៉ាយប្រុសបានស្រួលនោះទេហើយរ៉ានបានសួរសូណាកូអំពីបរិសុទ្ធរមុខនោះប៉ុន្តែសូណាកូមិនចាប់អារម្មណ៍ហើយនិយាយថាវាប្រហែលជាអ្នកភូមិដែលអបសោកចង់មកលេងសើចបន្លាចគេប៉ុណ្ណោះដែលគ្រប់យ៉ាងហាក់ដូចជាធម្មតាប៉ុន្តែនៅពេលដែលរ៉ានដើររកបន្ទប់របស់នាងបានដើរចូលទៅក្នុងបន្ទប់ដែលពួកប្រុសៗកំពុងតែសម្រាកនិងផ្លាស់ប្ដូរសម្លៀកបំពាក់ដោយចៃដន្យដែលធ្វើឲ្យនាងឃើញម្នាក់ក្នុងចំណោមពួកគេស្រាតហើយក្រឡេកទៅមើលខូណានវិញមានការហួសចិត្តនិងទស្សនវិជ្ជាមួយនេះជាខ្លាំងដែលបន្ទាប់ពីនោះមកពួកគេក៏បានជួបជុំគ្នានៅបន្ទប់ញ៉ាំអាហារហើយសូណាកូក៏បានណែនាំពួកគេថាជាសមាជិកក្លឹបភាពយន្តនៅសាកលវិទ្យាល័យដែលដំបូងគេគឺលោកអូតាដ៏សង្ហាគឺជាតួប្រុសឯកលោកស៊ូមីយ៉ាដែលមានមាឌខ្ពស់ជាអ្នកកាន់កាមេរ៉ាលោកតាកាហាស៊ីដែលមានមាឌធាត់ជាអ្នករៀបចំសម្ភារៈទូទៅអ្នកនាងអាយ៉ាកូដែលជាបងស្រីរបស់សូណាកូដ៏ស្លូតបូតនិងជាអ្នកផាត់មុខនិងរៀបចំសម្លៀកបំពាក់និងចុងក្រោយគឺអ្នកនាងឈីកាកូដ៏ស្រស់ស្អាតជាអ្នកសរសេរអត្ថបទដែលក្នុងពេលនោះយើងដឹងថាអ្នកនាងឈីកាកូក៏ទទួលបានជោគជ័យក្លាយជាអ្នកសរសេរអាជីពផងដែរបន្ទាប់ពីអត្ថបទដំបូងរបស់នាងល្បីខ្លាំងកាលពីពេលមុនទោះជាយ៉ាងណាក៏ដោយអ្នកនាងអាយ៉ាកូក៏បាននិយាយរំលឹកឈ្មោះអាត់ស៊ូកូដែលធ្វើឲ្យឈីកាកូខឹងយ៉ាងខ្លាំងហើយក៏ដើរចេញទៅក្រៅដើម្បីធ្វើឲ្យអារម្មណ៍ស្ងប់តែខណៈពេលនោះភ្លៀងក៏ចាប់ផ្ដើមធ្លាក់ហើយឈីកាកូក៏មិនទាន់ត្រឡប់មកវិញដែរដែលក្នុងពេលនោះដូចគ្នារ៉ាននិងសូណាកូក៏បានជជែកគ្នាពីអូតាដ៏សង្ហាហើយសូណាកូហាក់ដូចជាចាប់ចិត្តលើគេប៉ុន្តែគេបែរជាមកញ៉ារ៉ានទៅវិញដែលធ្វើឲ្យទាំងសូណាកូនិងខូណានខឹងនឹងប្រច័ណ្ឌហើយពួកគេក៏បានចេញទៅដើរលេងទាំងភ្លៀងដែលមានខូណាននិងសូណាកូដើរតាមពីក្រោយប៉ុន្តែដោយសារតែសំឡេងផ្គរលាន់យ៉ាងខ្លាំងបានបន្លឺឡើងធ្វើឲ្យរ៉ានភ័យរត់ចេញពីទីនោះទៅដែលខណៈនៅពេលនាងព្យាយាមត្រឡប់ទៅផ្ទះវិញរ៉ានត្រូវបានវាយប្រហារដោយបរិសអាថ៌កំបាំងនោះដែលបានស្ទាក់ផ្លូវនាងនិងវាយប្រហារដោយពូថៅហើយខណៈពេលនោះរ៉ានមានការភ័យជាខ្លាំងរហូតដល់នាងស្ទើរតែមិនអាចតដៃបានតតែសោះប៉ុន្តែបរិសម្នាក់នោះក៏បានរត់គេចចេញពីទីនោះភ្លាមៗនៅពេលដែលខូណាននិងសូណាកូបានមកដល់ក្រោយមកទាំង3នាក់បានត្រឡប់ទៅផ្ទះវិញហើយប្រាប់អ្នកផ្សេងទៀតរួមទាំងឈីកាកូផងដែរអំពីការវាយប្រហារទៅលើរ៉ានហើយពួកគេគឺមិនសូវជាជឿរឿងនេះទេហើយឈីកាកូក៏បានធ្វើឲ្យស៊ូមីយ៉ាខឹងដោយទម្លាយថាគេខ្លាចសម្លេងផ្គរលាន់ប៉ុន្តែតាកាហាស៊ីនិយាយថាគេពិតជាបានឃើញបរិសពាក់អាវធំខ្មៅពិតមែនភ្លាមនោះស៊ូមីយ៉ានិងអូតាក៏បានឃើញគេដែរពីមុនមកហើយរឿងកាន់តែយ៉ាប់នោះគឺទូរស័ព្ទត្រូវបានកាត់ផ្តាច់ហើយស្ពានក៏ត្រូវបានបំផ្លាញដោយនេះពួកគេទាំងអស់គ្នាគឺត្រូវជាប់គាំងនៅក្នុងផ្ទះនេះដែលតាកាហាស៊ីហាក់ដូចជាស្រន់ស្លោហើយអ្នកផ្សេងទៀតក៏មិនស្រួលចិត្តដែរប៉ុន្តែឈីកាកូដែលជាមនុស្សមើងម៉ាត់បានស្ដីបន្ទោពួកគេថាកុំឲ្យចាញ់ល្បីរបស់បរិសរមុខនោះហើយនិយាយថាពួកគេត្រូវតែរងចាំទោះជាយ៉ាងណានៅពេលដែលនាងឃើញសម្បត្តិអានកំបាំងមួយនៅក្រៅមាត់ទ្វារបន្ទប់របស់នាងមានការភ័យខ្លាចយ៉ាងខ្លាំងហើយក៏សម្រេចចិត្តមិនទៅញ៉ាំអាហារពេលល្ងាចជាមួយក្រុមឡើយតែមុនពេលអាហារពេលល្ងាចមកដល់អាយ៉ាកូក៏បានបញ្យល់ថាក្រុមរបស់ពួកគេបានបែកបាក់គ្នាបន្ទាប់ពីការស្លាប់របស់មិត្តម្នាក់ដែលគាត់មានឈ្មោះថាអាត់ស៊ូកូដែលបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់របស់ក្លឹបបន្ទាប់មកនាងសំខូណានកុំនិយាយពីរឿងនេះពីព្រោះនាងរៀបចំការជួបជុំនេះឡើងដើម្បីឲ្យគ្រប់គ្នាបានមកជួបជុំគ្នាវិញតែនៅពេលលោកតាកាហេជីជួសជុលដំបូលរួចរាល់គាត់ក៏បានរៀបចំខ្លួនចូលរួមញ៉ាំអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសាដែលរៀបចំដោយអាយ៉ាកូនិងរ៉ានប៉ុន្តែភ្លាមៗនោះគាត់ក៏បានភ័យស្លន់ស្លោហើយនិយាយថាគាត់បានឃើញនរណាម្នាក់នៅក្រៅមុងអួចដែលម្នាក់នោះគឺជាបរិសរមុខហើយគេបានចាប់ចម្រិតអ្នកនាងឈីកាកូនាំចូលទៅក្នុងព្រៃដែលភ្លាមនោះពួកគេក៏បានដេញតាមបរិសរមុខម្នាក់នោះពេលដែលពួកគេឃើញគេកំពុងតែបីសពរបស់អ្នកនាងឈីកាកូនៅខាងក្រៅខណៈពេលដែលពួកគេនៅក្នុងព្រៃតាកាហេជីបានស្រែកយ៉ាងឡើងរន្ធត់នៅពេលដែលគាត់រ
កឃើញអ្វីដែលមើលទៅដូចជាដៃនិងជាជើងរបស់ឈីកាកូដែលត្រូវបានកាត់ចេញហើយនៅពេលស៊ូមីយ៉ារកឃើញឈីកាកូហើយព្យាយាមលើកនាងឡើងស្រាប់តែក្បាលរបស់នាងបានដាច់ធ្លាក់ចុះមកតែម្ដងហើយក្រោយមកពួកគេក៏បានមកផ្ទះវិញដែលស៊ូមីយ៉ាបានប្រាប់អ្នកគ្រប់គ្នាថាអ្នកនាងឈីកាកូក៏បានស្លាប់ហើយគាត់ក៏បានយកអាវក្រៅគាត់គ្រប់ស័ក្តិសមអ្នកនាងឈីកាកូដូចគ្នាដែលអាយ៉ាកូបាននិយាយបន្ទោសខ្លួនឯងចំពោះរឿងគ្រប់យ៉ាងព្រោះនាងជាអ្នករៀបចំការជួបជុំនេះឡើងមកប៉ុន្តែស៊ូមីយ៉ានិយាយថាវាជាកំហុសរបស់បរិសរមុខតែម្នាក់ប៉ុណ្ណោះដែលគណៈពេលនោះគ្រប់គ្នាមានការតក់ស្លុតយ៉ាងខ្លាំងហើយក៏សម្រេចចិត្តថាល្អបំផុតគឺត្រូវចូលគេងសិនបន្ទាប់ពីត្រួតពិនិត្យបង្អួចនិងទ្វារទាំងអស់ដើម្បីសុវត្ថិភាពហើយបន្ទាប់ពីនោះពួកគេនៅព្យាយាមរកផ្លូវទៅកាន់ភូមិដែលនៅជិតនេះបំផុតនៅពេលព្រឹកអំឡុងពេលនោះផងដែរខូណាន់សូណាកូនិងរ៉ានបានរកឃើញស្បែកជើងរបស់ឈីកាកូនៅជិតទ្វារក្រៅផ្ទះហើយខូណាន់គិតថានាងប្រហែលជាស្ម័គ្រចិត្តចេញទៅក្រៅដើម្បីជួបនរណាម្នាក់ដោយសម្ងាត់ដែលបន្ទាប់ពីនោះមករ៉ាននិងខូណាន់ក៏បានសម្រាកក្នុងបន្ទប់ជាមួយគ្នាហើយរ៉ានភ័យខ្លាចយ៉ាងខ្លាំងចំពោះការដែលនាងត្រូវបានគេប៉ុនប៉ងសម្លាប់ទើបនាងសុំខូណាន់គេងលើគ្រែជាមួយគ្នាក្នុងយប់នោះផងដែរបរិសរមុខបានវាយប្រហារម្ដងទៀតដោយលើកនេះព្យាយាមសម្លាប់រ៉ានទាំងដែលនាងកំពុងតែដេកដោយសាររ៉ានគឺជាមនុស្សដែលលួស្កប់ស្កល់ខ្លាំងខូណាន់ត្រូវធាក់នាងចេញឲ្យផុតពីគ្រោះថ្នាក់ជាមុនសិនរួចទៅយកបដូរសំឡេងរបស់គាត់ដើម្បីស្រែកដាស់នាងហើយរ៉ានក៏បានបើកភ្នែកឡើងនិងគាំងដោយការភ័យខ្លាចខណៈដែលខូណាន់ព្យាយាមចាប់បរិសម្នាក់នោះប៉ុន្តែត្រូវបរិសម្នាក់នោះក៏រវេងគាត់ទៅជញ្ជាំងធ្វើឲ្យគាត់ក្រេកជើងរួចបរិសម្នាក់នោះក៏បានរត់គេចខ្លួនតាមបង្អួចនោះបាត់ទៅហើយបន្ទាប់ពីបរិសម្នាក់នោះបានរត់បាត់ទៅបន្សល់ទុកឲ្យខូណាន់ឆ្ងល់ថាហេតុអ្វីបានជាគេកំណត់គោលដៅសម្រាប់រ៉ានហើយហេតុអ្វីបានជាគ្មានស្នាមភក់ឬទឹកនៅលើឥដ្ឋសោះប្រសិនបើបរិសម្នាក់នោះពិតជាអ្នកមកខាងក្រៅពិតមែនហើយនៅក្នុងយប់នោះផងដែរពួកគេក៏សម្រេចចិត្តថាមិនចូលគេងនៅយប់នោះទេហើយនៅជុំគ្នាដើម្បីកុំឲ្យបរិសឃាតកររមុខនោះមានឱកាសវាយប្រហារម្ដងទៀតខណៈពេលនោះខូណាន់សង្កេតឃើញថាអាយ៉ាកូមានខ្សែកដែលជារបស់ឈីកាកូដែលបានស្លាប់ទៅតែនាងនិយាយថានាងទៅតែរកឃើញវាអំបញ្ញមិញនេះទេប៉ុន្តែខូណាន់ចាំបានថាអ្នកនាងឈីកាកូកំពុងតែពាក់វានៅពេលដែលត្រូវបានចាប់ខ្លួនដែលនេះមានន័យថាបរិសរមុខនោះគឺជាម្នាក់ដែលនៅក្នុងក្រុមរបស់ពួកគេនេះឯងបន្ទាប់មកពួកគេក៏បានជួបជុំគ្នានៅបន្ទប់ញ៉ាំអាហារហើយអូតាបានព្យាយាមលួងលោមរ៉ានដោយញ៉ាយនាងម្ដងទៀតដែលធ្វើឲ្យខូណាន់មិនសប្បាយចិត្តយ៉ាងខ្លាំងហើយខូណាន់បាននិយាយរំលឹកថាគាត់បាននៅចិត្តបរិសម្នាក់នោះហើយបានព្យាយាមចាប់គាត់ដោយនិយាយថាបរិសម្នាក់នោះមានមាឌស្គមល្មមដែលគាត់អាចអោបចង្កេះបានបន្ទាប់ពីនិយាយឲ្យខូណាន់ដឹងថាស៊ូមីយ៉ាបានច្រឡំទុកកាមេរ៉ារបស់គាត់ចោលដោយមិនបិទដូចនេះវាបានថតជាប់ហេតុការណ៍នៅបង្អួចនិងការចាប់ខ្លួនរបស់ឈីកាកូហើយខូណាន់ឃើញថាឈីកាកូពិតជាកំពុងតែពាក់ខ្សែករបស់នាងនៅពេលដែលត្រូវបានចាប់ខ្លួនមែនប៉ុន្តែវាបង្កើតជាមន្ទិលសង្ស័យថាតើនាងត្រូវបានគេនាំខ្លួនចេញពីផ្ទះលឿនយ៉ាងនេះបានដោយរបៀបណាហើយមានតែបរិសទាំង3នាក់នោះទេដែលមានកម្លាំងគ្រប់គ្រាន់និងដែលអាចមានល្បឿនលឿនក្នុងការបីស្ត្រីដែលមានទម្ងន់ធម្មតាម្នាក់រត់ចេញទៅបានលឿនបែបនេះម្យ៉ាងទៀតបរិសទាំង3នាក់នេះគឺសុទ្ធតែនៅក្នុងផ្ទះនៅពេលដែលឈីកាកូត្រូវបានគេចាប់ជំរិតខណៈពេលនោះអាយ៉ាកូដែលជាមនុស្សចុងក្រោយគេដែលបានឃើញឈីកាកូនៅរស់បានប្រាប់កូណានថានាងបានឃើញឈីកាកូកាន់សំបុត្រមួយនិងមានទឹកមុខតក់ស្លុតខ្លាំងមែនទែនដែលនេះបញ្ជាក់ពីការសង្ស័យរបស់កូណានអំពីការណាត់ជួបសម្ងាត់រវាងឈីកាកូនិងឃាតករទោះជាយ៉ាងណាក៏ដោយគាត់ឆ្ងល់ថាហេតុអ្វីបានជារ៉ានខ្លាចជាគោលដៅសម្លាប់របស់ឃាតករហើយកូណានបានសួរនាងទៀតថាតើនាងចាំបានទេថាមានឃើញអ្វីពិសេសឬអត់នៅពេលដែលនាងដើរចូលក្នុងបន្ទប់របស់ពួកប្រុសៗស្រាប់តែពេលនោះភ្លើងនៅក្នុងផ្ទះក៏បានដាច់ដោយសារតែមានផ្គររន្ទះខ្លាំងដោយអាយ៉ូកូរ៉ាននិងខូណានក៏បានចេញទៅយកទៀនហើយរ៉ានត្រូវបានវាយប្រហារម្ដងទៀតប៉ុន្តែលើកនេះនាងបានតាំងស្មារតីនិងបានទាត់ពូថៅរបស់បរិសរមុខនោះរហូតដល់បាក់បន្ទាប់ពីនោះភ្លើងក៏បានមកវិញហើយបង្អួចមួយត្រូវបានបែកខ្ទេចដែលខូណានគិតថាវាត្រូវបានវាបំបែកពីខាងក្នុងដើម្បីបោកបញ្ចោលគ្រប់គ្នាឲ្យគិតថាបរិសម្នាក់នោះប្រើបង្អួចនេះដើម្បីចូលមកក្នុងផ្ទះប៉ុន្តែការពិតគឺជាឃាតករនៅលេឡំជាមួយក្រុមពួកគេស្រាប់ទៅហើយបន្ថែមពីនេះគាត់ក៏បានឃើញសញ្ញាគួរឲ្យសង្ស័យមួយចំនួននៅលើយ៉ាបរៀនហាលហើយនោះបានប្រាប់គាត់ថាអ្នកណាគឺជាបរិសរមុខម្នាក់នោះខណៈពេលដែលរ៉ាននិងសូណូកូកំពុងតែនិយាយគ្នាកូណាន់ក៏សម្រេចចិត្តបាញ់មជុលសណ្ដំដាក់រ៉ានដើម្បីប្រើនាងក្នុងការដោះស្រាយរឿងក្តីប៉ុន្តែមជុលនោះបានជាហោះត្រូវសូណូកូទៅវិញដូចនេះហើយដែលប្រើប្រាស់សូណូកូដើម្បីបង្ហាញពីគំនិតរបស់គាត់កូណាន់បានលាតត្រដាងអាថ៌កំបាំងទាំងមូលនៃអំពើឃាតកម្មនិងការប៉ុនប៉ងឃាតកម្មនេះផងដែរហើយកូណាន់តាមរយៈសូណូកូចាប់ផ្ដើមដោយប្រាប់អ្នកទាំងអស់គ្នាថាឃាតករមិនមែនជាមនុស្សនៅខាងក្រៅទេព្រោះបន្ទប់របស់រ៉ាននៅគាត់គឺស្អាតពេកសម្រាប់កន្លែងដែលត្រូវបានគេកោះចូលពីខាងក្រៅនៅពេលយប់ដែលមានភ្លៀងធ្លាក់ដែលតាមពិតទៅឃាតករបានមកពីបន្ទប់របស់អ្នកនាងឈីកាកូដែលគ្មានមនុស្សនៅដោយដើរជើងទទេចេញទៅលើយ៉ាបរៀនហាលកាត់កញ្ចក់បង្អួចនៅក្បែរកន្លឹះទ្វារនិងជា
ចំណុចដែលមានតែអ្នកនៅក្នុងនេះប៉ុណ្ណោះដែលដឹងដើម្បីចូលមកវាយប្រហាររ៉ានដោយស្ងៀមស្ងាត់ដែលបន្ទាប់មកគេក៏បានត្រឡប់ចូលទៅក្នុងបន្ទប់ Chicago វិញនៅពេលដែលនាងស្រែកនិងបន្ទាប់ពី Conan បានវាយបកហើយក៏បដូរទៅសម្លៀកបំពាក់ធម្មតាវិញនៅក្នុងបន្ទប់នោះមុននឹងចេញមកជួបពួកគេហើយ Conan ក្នុងសម្លេង Sonoko ក៏បន្តទៀតថាការចាប់ខ្លួន Chicago មិនមែនជាការចាប់ខ្លួនពិតប្រាកដទេប៉ុន្តែវាជាល្បិចកលដែលធ្វើឡើងដោយប្រើអាយ៉ងនិងអាវធំខ្សែលួសពីរនិងក្បាលរបស់ Chicago ដែលត្រូវបានកាត់ផ្តាច់រួចទៅហើយដោយខ្សែលួសត្រូវបានគេដាក់រាយនៅលើបង្កាន់ដៃហើយរបស់ទាំងនោះត្រូវបានចងព្យួរនៅពីលើបង្អួចហើយនៅពេលដែលឃាតករកាត់ខ្សែអាយ៉ងនោះក៏រអិលកាត់មកបង្អួចដែលគ្រប់គ្នាបានឃើញរួចត្រូវបានទាញត្រឡប់ទៅវិញដោយឃាតករពិតប្រាកដហើយមនុស្សតែម្នាក់គត់ដែលអាចធ្វើរឿងនេះបានគឺលោកតាកាហេស៊ីដែលកំពុងតែជួសជុលដំបូលហើយក្នុងនាមជាអតីតអ្នករៀបចំឆាកគាត់គឺជាមនុស្សតែម្នាក់គត់ដែលមានជំនាញគ្រប់គ្រាន់ដើម្បីធ្វើវាភ្លាមៗលោកតាកាហេស៊ីក៏បានប្រកែកតវ៉ាថាគាត់បាននៅជាមួយក្រុមគ្រប់ពេលវេលាហើយបន្ថែមថាគាត់មិនអាចបីសាកសពរបស់ Chicago ជាប់នឹងខ្លួនបានទេហើយក៏ណាន់ក្នុងសម្លេង Sonoko តបថាប្រហែលជាគាត់មិនអាចបីសាកសពទាំងមូលបានមែនប៉ុន្តែគាត់អាចធ្វើវាបានបើមានតែក្បាលរបស់នាងភ្លាមៗគាត់ក៏បានព្យាយាមតវ៉ាថាបរិររមុខនោះគឺមិនធាត់ដូចជាគាត់ទេប៉ុន្តែនិយាយមិនតាន់ចប់ផង Conan ក្នុងសម្លេង Sonoko ក៏បានកាត់គាត់ថាលោកតាកាយឈីគឺមិនធាត់ដោយដែលយើងបានឃើញនោះទេគឺគាត់បានប្រើសម្លេងញាត់និងពេលអាវធំបិទបាំងដូចនេះគាត់ក៏បានដកសម្លេងចេញពីខ្លួនរបស់គាត់រួចក៏សម្លាប់ Chicago និងកាត់សាកសពនាងរួចយកក្បាលរបស់នាងដាក់លាក់ក្រោមសម្លៀកបំពាក់ដ៏ធំរបស់គាត់រួចហើយយកទៅដាក់ចោលក្បាលដងខ្លួនដែលដាច់ដៃដាច់ជើងរបស់នាងដើម្បីឲ្យគេរកឃើញរួចក៏ញាត់សម្លេងចូលវិញដើម្បីបន្តធ្វើពុតជាធាត់ដដែលហើយមូលហេតុដែលតាកាហេស៊ីដែលជាបរិរមុខបានវាយប្រហាររ៉ានព្រោះនាងបានឃើញគាត់ស្រាតពាក់កណ្ដាលខ្លួននៅពេលដែលនាងដើរចូលបន្ទប់របស់គាត់ដោយចៃដន្យដូចនេះនាងបានឃើញគាត់ថាគាត់មិនបានធាត់នោះទេហើយគាត់ក៏បានព្យាយាមសម្លាប់នាងមុនពេលដែលនាងអាចនឹងឃើញរឿងនេះនឹងធ្វើឲ្យផែនការរបស់គាត់បែកការដោយសាររឿងនេះកើតឡើងមុនពេលដែលគាត់អាចសម្លាប់គោលដៅរបស់គាត់បានលោកតាកាឈីក៏បានកាត់ខ្សែទូរស័ព្ទនិងបំផ្លាញស្ពានរួចក៏សរសេរសម្បត្តិដែលនាំឲ្យ Chicago ទៅជួបគាត់ដើម្បីសម្លាប់នាងហើយនឹងកាត់សាកសពរបស់នាងដែលសម្បត្តិនោះទំនងជានិយាយអំពី Atsuko ដែលជាមិត្តភក្តិដែលបានសម្លាប់ខ្លួនរបស់ពួកគេហើយព្រាមនោះតាកាហេស៊ីក៏ទទួលស្គាល់កំហុសរបស់គាត់ហើយក៏និយាយថាគាត់ធ្វើវាដើម្បី Atsuko ដ៏ជាទីស្រឡាញ់របស់គាត់ហើយគាត់ក៏បានពន្យល់ថាគាត់តែងតែសង្ស័យថាមានអ្វីមិនប្រក្រតីដែល Atsuko ដែលជានារីរីករាយម្នាក់ដែលធ្លាប់ប្រាប់គាត់អំពីអត្ថបទភាពយន្តដែលនាងបានគិតថាជាស្នាដៃឯកហើយស្រាប់តែធ្លាក់ខ្លួនទៅជាបាក់ទឹកចិត្តនិងសម្លាប់ខ្លួននៅពេលដែលអត្ថបទរឿងរបស់ Chicago ទទួលបានការគាំទ្រខ្លាំងតែគាត់ក៏បានទៅមើលកុនដែលបានផលិតចេញពីអត្ថបទនោះហើយក៏ដឹងថា Chicago បានលួចកំណប់ទ្រព្យរបស់ Atsuko ហើយតាំងខ្លួនជារបស់ខ្លួនដោយឈ្នះពានរង្វាន់និងកេរ្តិ៍ឈ្មោះពីស្នាដៃរបស់ Atsuko ហើយមួយថ្ងៃមុនពេលដែល Chicago ទទួលបានពានរង្វាន់ជាផ្លូវការ Atsuko បានជួបជាមួយនឹងតាកាហេស៊ីហើយក៏ប្រាប់ការពិតដោយយំថាគ្មាននរណាម្នាក់នឹងជឿនាងទេប្រសិនបើនាងព្យាយាមបង្ហាញថានាងជាអ្នកនិពន្ធរឿងរបស់ Chicago ដែលមួយថ្ងៃបន្ទាប់ Atsuko ក៏បានសម្លាប់ខ្លួននៅក្នុងបន្ទប់របស់ក្លឹបហើយតាកាហេស៊ីបានស្បត់ថានឹងសងសឹក Chicago ព្រោះនាងជាអ្នកបង្កឲ្យមានវិនាសនិងមានការស្លាប់របស់នារីដែលខ្លួនស្រឡាញ់ហើយតាកាហេស៊ីបានបើកអាវធំនិងអាវយឺតរបស់គាត់ដោយទម្លាក់ឈុតបរិរមុខរបស់គាត់ទៅលើឥដ្ឋព្រមទាំងកាំបិតមួយដែលគាត់ប្រុងនឹងប្រើវាដើម្បីសម្លាប់ខ្លួនខណៈពេលដែលគាត់រៀបនឹងសម្លាប់ខ្លួនគាត់ក៏បាននិយាយថាគាត់នឹងទៅជួប Atsuko នៅឋានខ្មោចហើយធ្វើជាអ្នកនាំសារនៃយុទ្ធធម៌ដ៏ក្លាហានដែលបានសងសឹកឲ្យនាងប៉ុន្តែត្រូវបានបញ្ឈប់ដោយ Sonoko តាមរយៈ Conan ហើយ Conan ក្នុងសម្លេង Sonoko ប្រាប់គាត់ឲ្យឈប់និយាយឡប់ៗទៅព្រោះគាត់មិនដែលក្លាហានដោយដែលគាត់បានអះអាងនោះទេដោយសារតែគាត់ហ៊ានវាយប្រហារមនុស្សគ្មានកំហុសដូចជារ៉ានគ្រាន់តែដើម្បីបិទបាំងដានរបស់ខ្លួនប៉ុណ្ណោះដោយដឹងពីកំហុសរបស់ខ្លួនតាកាហេស៊ីបានដួលទៅលើដីដោយក្តីសោកសៅនិងវិប្បដិសារីចំពោះអ្វីដែលគាត់បានធ្វើខណៈពេលដែលព្រះអាទិត្យរះឡើងបណ្ដេញភាពភ័យរន្ធត់នៃរាត្រីដ៏ត្រជាក់នេះសម្រាប់ករណីឃាតកម្មនេះគឺត្រូវបានចាប់ដែលត្រឹមនេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តបើចូលចិត្តសូមអ្នកទាំងអស់គ្នាជួយចុច like subscribe និង comment ពាក្យថាល្អមើលមួយផងហើយខ្ញុំនឹងជួបអ្នកនៅភាគក្រោយទៀតសូមអរគុណសូមជម្រាបលា